សួស្តីបងប្អូនមីងថ្ងៃនេះខ្ញុំមកធ្វើម្ហូបពិសេសមួយដែលវាមានតម្លៃថ្លៃឃើញតែក្បាលវីដេអូដែលឥឡូវខ្ញុំចាប់ដើមស្ងោរប្រហិតសិនបងប្អូនមីងខ្ញុំមិនស្ងោរក៏បានដែរដោយសារតែខ្ញុំខ្លាចវាអត់ឆ្អិនសពអញ្ចឹងខ្ញុំសូមស្ងោរវាព្រោះបើនឹងយើងមិនអាចហូបឆាបានទេអញ្ចឹងខ្ញុំសូមស្ងោរវាមិនតិចសិនឥឡូវខ្ញុំចាប់ដើមហាន់នំប៉័ងហាន់ឲ្យចេញជាអញ្ចឹងមកដើម្បីយកទៅរៀបវាឲ្យវាចេញជារូបរាងភីហ្សាហើយលើកទី1ខ្ញុំមកធ្វើម្ហូបបែបហ្នឹងsaoតែជួយឆ្នាំជឿនខ្ញុំមកដឹងទៅណាគេទៅដើរលេងអស់ហើយខ្ញុំមិនដឹងទៅណាអញ្ចឹងមាននៅទៀតធ្វើវីដេអូបៀបសាមញ្ញលេងទៅនិយាយពីបន្លែវិញដល់ក្នុងផ្ទះខ្ញុំមានអីខ្ញុំយកមកធ្វើទាំងអស់ហ្នឹងមានដូចជាការ៉ុតពីងប៉ោះទៅបរាំងទឹកខ្ញុំយកមកទាំងអស់ហើយក្នុងផ្ទះខ្ញុំមានអីខ្ញុំដាក់ទាំងអស់ហ្នឹងខ្ញុំចាប់ផ្ដើមហាន់ការ៉ុតឲ្យរៀងទូចហើយហាន់ខ្ទឹមបរាំងឲ្យរៀងឲ្យតិចតួចទៅវាស្រួលរយពីលើណាអំពូមីបើអំពូមីបងចង់រៀនធ្វើតាមខ្ញុំមើលតែវីដេអូហ្នឹងទៅមានពីងប៉ោះមានអីចឹងទៅខ្ញុំសូប៉ិនចូលសលេងទេសូប៉ិនចេះចូលសលេងទេបើនិយាយពីងប៉ោះវិញខ្ញុំឃើញពីងប៉ោះគេធំដល់ពីងប៉ោះម៉ែខ្ញុំទិញមកទូតែមែនទេបើសិនជាខ្ញុំឃើញខ្ញុំធ្វើហើយមិនណាកុំថាឲ្យខ្ញុំមកព្រោះខ្ញុំមានអ្នកជំនាញទេឥឡូវខ្ញុំចាប់ផ្ដើមហាន់ប្រហិតហើយដល់ពេលស្ងោរឆ្អិនអញ្ចឹងរៀងជិបកបិតបន្តិចពេលដែលយើងចាប់ផ្ដើមហាន់ឲ្យវាស្ដើងតិចតួចអញ្ចឹងហើយយើងចាប់ផ្ដើមកោបដាក់ចានពេលដែលយើងកោបដាក់ចានរួចហើយយើងចាប់ផ្ដើមគូសពងទាយើងគូសវាឲ្យបាន4 5គ្រាប់អញ្ចឹងមកអំពូមីពេលដែលយើងគូសរួចហើយយើងយកវាទៅវាឲ្យមាត់ហើយវាឲ្យសោកហើយវាតបបាយយើងហើយរួចហើយដាក់គ្រឿងបន្តិចទៅដាក់ម្រេចបន្តិចទៅដាក់រ៉ូឌីបន្តិចទៅឲ្យវាឈ្ងុយទៅមកគឺយើងដាក់ប៊ឺនៅខ្ទះដើម្បីយកវាមកជៀនយើងកូរប៊ឺឲ្យសោកឲ្យជុំវិញឲ្យសោកអញ្ចឹងមកយើងវែកវាមើលតែវារៀងស្មើហើយបានចូលនំប៉័ងមកដាក់មករៀបវាឲ្យចេញជារូបរាងភីហ្សាខ្ញុំពិតជាអត់ដឹងថាអ្វីដែលខ្ញុំធ្វើហ្នឹងមិនដឹងថាវាជាមុខម្ហូបអីទេយើងចាប់ផ្ដើមរៀបវាពេញជន់មកជុំវិញថាយើងមកក៏ចាប់ផ្ដើមចាក់ពងទាចូលពេលដែលយើងចាក់ពងទាយើងចាក់វាឲ្យសប់យើងកូរវាឲ្យសប់ឲ្យវាជុំវិញមើលទៅវាសប់ហើយចាំយើងថែមគ្រឿងថែមអីបន្តិចណាចាប់ផ្ដើមដាក់ក្រូចបន្តិចទៅដាក់ខ្ទឹមបារាំងបន្តិចទៅពីងពណ៌ដែលយើងចិត្តមិញទៅគឺយើងរោយពីលើបន្តិចទៅមានដើមខ្ទឹមមានអីគឺយើងរោយវាឲ្យសប់ទៅឲ្យវារសជាតិឲ្យមានរសជាតិរៀងឆ្ងាញ់ខ្ញុំចាប់ផ្ដើមដាក់ប្រហិតចូលរោយប្រហិតរោយអីចឹងទៅឲ្យវាសប់ដើម្បីឲ្យវាមើលទៅរឿងភីហ្សាហើយដាក់ឲ្យមកស្អាតចឹងហើយក៏យើងរោយដើមខ្ទឹមតិចទៅរោយដើមខ្ទឹមទៅថែមគ្រឿងថែមអីដាក់រ៉ូឌីដាក់ទឹកម្ទេសទឹកអីទៅឲ្យវាធំក្លិនឈ្ងុយឲ្យវាឆ្ងាញ់យើងផ្សំគ្រឿងគ្រប់ប្រើអស់ហើយយើងទៅក្របប្រហែលជា20នាទីតែពេលយើងទឹកបាន20នាទីណែបើកមកឈ្ងុយនឹងអេហ្មងណាដល់ពេលឆ្អិនហើយយើងចាប់ផ្ដើមលើកដាក់ចានហើយយើងចាប់ផ្ដើមភ្លក់មើលថាវាមានរសជាតិយ៉ាងណារសជាតិឆ្ងាញ់រៀងជូរតិចតែអត់ដូចរបស់គេទេតែអាចទទួលយកបានតែអូនខ្ញុំមានតែប៉ុណ្្នឹងឯងខ្ញុំសូមផ្ញើទៅបងនៅខេត្តបន្ទាយមានជ័យផងបើសិនជាមានឱកាសជួបខ្ញុំនៅវីដេអូក្រោយ